លោកប្រមុនអាំងឈីមមុខនេះបងប្អូនធានាថារសជាតិឆ្ងាញ់បងប្អូនអាចយកទៅធ្វើលក់នឹងអាចដាច់ហ្មងចាបងប្អូនមើលវីដេអូរបៀបធ្វើនឹងអស់គ្នាក៏ឃើញទាញឈីខ្លួនតាយល្អដែរចាមុននឹងយើងអាំងបងប្អូនមាននំប៉័ងសាបហ្នឹងយើងកាត់ចឹងមកបងប្អូនអ្វីដែលសំខាន់គឺទឹកម៉ាយ៉ូណេសជូរផ្អែមយើងដាក់បៀកអញ្ចឹងដើម្បីឲ្យចូលសព្វជាមួយនឹងសាច់នំប៉័ងពេលយើងញ៉ាំមកខ្ទិះប្រៃជូរផ្អែមឆ្ងាញ់ល្មមហ្មងបងប្អូនរសជាតិមួយមុខហ្នឹងចាហើយយើងមានបន្លែការ៉ុតខ្ទឹមបារាំងហើយនឹងហូលដុកបងប្អូនចាហូលដុកនេះឆ្អិនហើយជាមួយនឹងប្រហិតផ្សាបងប្អូនយកមកដាក់អញ្ចឹងមកនឹងយើងបន្ថែមទឹកម៉ាយ៉ូណេសជូរផ្អែមមួយជាន់ទៀតបងប្អូនហើយចាំយើងរោយឈីនេះគឺខ្ញុំប្រើឈី SA បងប្អូនចាហើយយើងដុតត្រឹមតែ10នាទីគឺឆ្អិនហ្មងបងប្អូនងាយស្រួលមែនតើហើយឈ្ងុយស្រួយឆ្ងាញ់មែនតើជាពិសេសមានជាតិជាមួយនឹងទឹកម៉ាយ៉ូណេសជាមួយនឹងឈីបងប្អូនដែលត្រូវការគ្រឿងផ្សំខាងខ្ញុំមានលក់ខ្ញុំមានរៀបជាឈុតនិងគ្រឿងទឹកសុទ្ធសម្រាប់ធ្វើសាឡាត់ចានសាឡាត់ម៉ូបងប្អូនត្រូវការអាចតាក់ទងហៅទិញបានតាម Telegram ឬមួយក៏តាម Facebook Page